លោកប្រធានាធិបតីត្រាំនិយាយថាលោកប្រធានាធិបតីសេឡិនស្គីនឹងមកអាមេរិកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែលោកប្រធានាធិបតីត្រាំនិយាយថាលោកប្រធានាធិបតីសេឡិនស្គីនឹងមកអាមេរិកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃអង្គារទី25ខែកុម្ភៈថាលោកប្រធានាធិបតីប្រទេសអ៊ុយក្រែនសេឡិនស្គីចង់មកទីក្រុងវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់ដែលជាការជំរុញរបស់ទីក្រុងគៀវដើម្បីទទួលបានការគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមជាមួយប្រទេសរុស្ស៊ីលោកត្រាំក៏បានបញ្ជាក់ថាទម្រង់នៃកងទ័ពសន្តិភាពមួយចំនួននឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមត្រូវបានធ្វើឡើងខណៈដែលទីក្រុងម៉ូស្កូដែលបានបើកការឈ្លានពានកាលពី3ឆ្នាំមុនបានប្រឆាំងម្ដងហើយម្ដងទៀតក្នុងការបញ្ជូនកងទ័ពអង្គការ NATO ទៅកាន់អ៊ុយក្រែនគួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថាកិច្ចព្រមព្រៀងនេះមានការធានាសន្តិសុខជាក់លាក់ណាមួយសម្រាប់ប្រទេសអ៊ុយក្រែនពីសហរដ្ឋអាមេរិកឬក៏ត្រូវបញ្ជូនជំនួយយោធាបន្ថែមនោះទេពីនាងខ្ញុំចន្ទ្រា TV5 Online News